យើងទុកពេលឲ្យ3ថ្ងៃយើងមិនខ្វល់ថាប្រាប់វិធីណាទេកុំចាត់អាមនុស្សតកូលីនោះទៅកុំឲ្យយើងឃើញមុខវាទៀតណាទទួលស្គាល់តាមសម្រួលទៅនាងគឺជា Miss Steam ត្រូវហើយតាំងពីដើមរហូតដល់ចប់នាងគ្រាន់តែរកវិធីដើម្បីសងសឹកខ្ញុំតែប៉ុណ្ណោះមែនទេមិនមែនទេខ្ញុំគ្រាន់តែចង់រកលុយតែប៉ុណ្ណោះមិនដែលគិតថានឹងបានមកជួបលោកហើយខ្ញុំក៏ព្យាយាមគេចពីលោករហូតខ្ញុំមិនចង់ឲ្យលោកចាំខ្ញុំបានទេគួរអានជឿតកូលូគួរឲ្យខ្លាចណាស់មែនទេទើបបានជានាងពេញចិត្តរកលុយកន្លែងហ្នឹងហើយនាងមិនពេញចិត្តប្រើលុយរបស់ខ្ញុំមិនគិតថាការធ្វើការបែបហ្នឹងវាមានត្រង់ណាគួរឲ្យខ្មាស់ទេខ្ញុំអាចរកលុយបានដោយខ្លួនឯងដូច្នេះហើយមនុស្សស្រីយប់ហ្នឹងគឺជានាងមែនទេមនុស្សស្រីយប់ហ្នឹងគឺជានាងមែនទេការនិយាយកុហកគឺជាការកុហករហូតដើម្បីបិទបាំងខ្ញុំសុខចិត្តកុហកល្អជាងមិនមែនទេនាងមិនបានសួរផងថាយប់ណាហេតុអីក៏ឆ្លើយបែបនេះយប់ណាក៏ខ្ញុំមិនដែរនៅជាមួយលោកដែរហើយសួរធ្វើអីបើអញ្ចឹងប្រាប់មកកូនក្នុងពោះនាងជាកូនអ្នកណាកុំសួរអីចាំណាមិនមែនជាកូនរបស់លោកទេកប់ជាង3ទៅពិបាករកមនុស្សប្រុសជាង2មានអ្នកពិបាករកទេប្រាប់មកក្មេងម្នាក់នោះបាទគេជាអ្នកណារឿងនេះគ្មានពាក់ព័ន្ធជាមួយលោកទេកូនរបស់លោកនៅក្នុងពោះរបស់ស៊ូសេសេនោះអ្នកណាប្រាប់រឿងនេះអស់នាងវាមិនដោយការគិតរបស់នាងទេណាការគិតវាមានរឿងផ្សេងទៀតដឹងដែរទេបានហើយឈប់និយាយទៅវាមិនពាក់ព័ន្ធនឹងខ្ញុំទេខ្ញុំត្រូវការសម្រាប់បានមិនព្រមនិយាយមែនទេខ្ញុំនឹងស៊ើបរឿងនេះទៅខ្លួនឯងចុះចាគ្រូប៉ែបើនាងប្រយ័ត្នតែហេតុអីក៏មិនចេះប្រយ័ត្នអស់អញ្ចឹងលោកដឹងបានយ៉ាងម៉េចថាខ្ញុំនៅមន្ទីរពេទ្យលោកមកវិញតាំងពីពេលណាតានាងឈឺដល់ថ្នាក់នឹងហើយមិនប្រាប់ខ្ញុំសំបីតែបន្តិចត្រឡប់ទៅវិញចាំខ្ញុំជូនទៅខ្ញុំបានប្រាប់លោកយានចូលហើយមិនបាច់មកចេះដឹងរឿងគេទេខ្ញុំប្រាប់ថានេះជាកូនរបស់ខ្ញុំអីចាំវិញលោកនេះលោកគេពីនឹងដល់មុខខ្ញុំហើយការប៉ັດទៅលោកមិនចាំបាច់សាងបញ្ហាឲ្យខ្លួនឯងក៏បានក្មេងម្នាក់ហ្នឹងគឺជាកូនខ្ញុំដឹងថានេះជាកូនរបស់គេមែនទេខ្ញុំធ្លាប់ប្រាប់ពីវិធីជួយជើខ្ញុំបានដឹងរួចទៅហើយថានាងនឹងរកវិធីជាមិនខានទេក្នុងនាមខ្ញុំជាគ្រូពេទ្យខ្ញុំយល់ខ្ញុំសុំទោសខ្ញុំពិតជាគ្មានវិធីផ្សេងទៀតទេខ្ញុំមិនអាចបាត់បង់ជឿបានទេទោះបីនេះជាក្តីសង្ឃឹមតែបន្តិចក៏ខ្ញុំចង់សាកល្បងដែរនាងមិនចាំបាច់សុំទោសនេះមិនមែនជាកំហុសនាងឡើយខ្ញុំក៏ធ្លាប់មានពេលឃើញតែផលប្រយោជន៍ខ្លួនឯងដែរខ្ញុំជាមនុស្សប្រុសម្នាក់វ៉ាន់ខ្ញុំពិតជាចំណាយគេខ្លាំងណាស់នាងអាចផ្ដល់ឱកាសឲ្យខ្ញុំម្ដងបានទេខ្ញុំដឹងថាការដែលខ្ញុំធ្វើទៅគឺគ្រាន់តែកុហកខ្លួនឯងទោះបីជាប៉ាក្មេងបានត្រឹមតែឈ្មោះក៏ដោយក៏ខ្ញុំមានក្តីសុខហើយចាណានៅក្នុងកសែភ្នែកគេខ្ញុំកាន់តែចូលចិត្តហើយនាងមិនចាំបាច់សុំទោសខ្ញុំទេខ្ញុំជាអ្នកស្ម័គ្រចិត្តខ្លួនឯងខ្ញុំដឹងថាលោកត្រូវការជួយខ្ញុំមិនចង់ធ្វើជាបន្ទុកឲ្យលោកព្រោះតែសំណាងអាក្រក់របស់ខ្ញុំទេពេលនេះគ្រប់យ៉ាងដើរទៅតាមផែនការហើយតែខ្ញុំអាចជាបាត់បង់កូននាងឈប់ធ្វើបាបខ្លួនឯងទៀតទៅនាងព្យាយាមបានល្អបំផុតហើយនេះគឺវាសនាខ្ញុំលែងចង់ប្រឆាំងនឹងវាទៀតហើយខ្ញុំត្រូវតែប្រើប្រាស់គេហើយនៅលោកយាយពីរឿងជឿខ្ញុំមិនអាចយកជីវិតកូនខ្ញុំមកដាក់ភ្នាល់បានទេនាងគិតច្បាស់ហើយមែនទេស៊ូសេសេកំពុងមានផ្ទៃពោះគេមានកូនជាមួយអ្នកដទៃហើយគេប្រហែលជាមិនមកនិយាយរឿងសិទ្ធិចិញ្ចឹមជឿទៀតទេចាំខ្ញុំចេញទៅខ្ញុំនឹងនាំជឿទៅរកជៀនចូលនាំនាងទៅយកសាច់ញាតិបងប្អូនឲ្យគ្រប់យ៉ាងនៅល្អជាងនេះកាមេរ៉ាសុវត្ថិភាពចូលរួចហើយវាដូចជាការគិតរបស់ខ្ញុំមែនយប់នោះគឺជាវ៉ាន់នាងពិតជានៅមានអារម្មណ៍ល្អចំពោះខ្ញុំច្បាស់ណាស់បានមែនហើយស្រីម្នាក់នេះគឺជាអ្នកស្រីហេតុអីក៏គាត់រឿងមួយក៏នាងមិនទាន់ចង់អភ័យទោសខ្ញុំមែនហើយក៏មានរឿងនេះទៀតអាចបញ្ជាក់បានហើយថាទាំងអស់នេះគឺជាអ្វីដែររបស់អ្នកនាងស៊ូពេលហ្នឹងមានលុយបាញ់ចូលកណែតនេះអ្នកនាងស៊ូច្រើនណាស់អ្នកទទួលហ្នឹងគឺ hacker ជំនាញខាងកណែតនេះគឺជាព័ត៌មានតខ្លួនរបស់គេហើយគេក៏ព្រមទទួលស្គាល់ដែរលោកប្រធានលោកពួកយើងគួរតែធ្វើយ៉ាងម៉េចបន្តទៀតទៅអាចចាក់កាត់ទៅញូលោកយាយកាត់ស្អីទៀតហើយយ៉ាងម៉េចលោកយាយឯងមានមុខឯណាទៅប្រឈមនឹងបងប្រុសឯងស៊ីមានផ្ទៃពោះឯងដឹងទេមិនមែនតែសាប់រឹកមិញយើងមានលទ្ធផលមុនការបង្ការយើងប្រហែលជាមិនបានដឹងរឿងស្អីទេលោកយាយគឺជាកំហុសរបស់ខ្ញុំបើចង់ជេរខ្ញុំមកស៊ីច្រើនឆ្នាំមកនេះខ្ញុំមើលថែនាងដូចជាបងប្រុសមើលថែបងអូនស្រីនាងជាគូតនឹងបងប្រុសរបស់ខ្ញុំនាងលំបាកអីនាងប្រាប់ខ្ញុំឲ្យច្បាស់មកខ្ញុំនឹងជួយនាងគ្រប់យ៉ាងប្រាប់ខ្ញុំបន្តិចមកក្មេងម្នាក់នេះគឺជាកូនរបស់ខ្ញុំពិតមែនទេស៊ីចៅកុំខ្លាចអីនិយាយចេញមកយាយនឹងសម្រេចចិត្តឲ្យចៅដោយខ្លួនឯងយាយចូលធ្វើបាបចៅមែនទេអត់ទេលោកយាយអត់ទេខ្ញុំសុំវល់កម្រិតមិនដឹងខ្ញុំទៀតអីខ្ញុំពិតជាមិនដឹងអីពិតមែនយាយធ្វើអីនិយាយការពិតមកឆាប់និយាយមកនិយាយឥឡូវនេះកម្រិតមិនដឹងនាងឯងធ្វើបែបនេះនាងហ៊ាននិយាយការពិតទេលោកយាយខ្ញុំមិនបានរឹតមិនដឹងនាងទេបានហើយស៊ីវមិនបាច់ការពារគេទៀតទេថ្ងៃនេះយាយនឹងទទួលខុសត្រូវឲ្យពួកឯងរៀបការជាមួយគ្នាលោកយាយរឿងនេះមិនល្អទេធ្វើបែបនេះត្រកូលលូអាចនឹងបាក់មុខបានត្រកូលលូបាក់មុខតាំងពីយូរហើយក្មេងម្នាក់នេះគ្មានកំហុសទេកូនចៅត្រកូលលូមនុស្សជាងកាត់មកមិនមានឪពុកបានយ៉ាងម៉េចទៅឪពុកក្មេងទៅតែទទួលខុសត្រូវល្អដរាបណាដែលឯងយល់យើងមិនចាប់អារម្មណ៍រឿងដែលនៅសេសសល់ទេអញ្ចឹងរឿងពិធីរៀបការនេះចាត់ការខ្លួនឯងទៅយើងហត់ហើយយើងចូលលោកមិនបាច់បង្ខំចិត្តខ្លួនឯងទេខ្ញុំទៅពោះលើកដំបងអាចរំលូតចោលបានគ្មាននរណាគេដឹងនោះទេមិនបង្ខំយ៉ាងម៉េចរឿងខ្លាចជាបែបហ្នឹងខ្ញុំនឹងធ្វើឲ្យនាងសំបំណងចាំតិចទៅខ្ញុំនឹងចាត់ការពិធីឲ្យនាងគឺគូវ៉ាន់ឈីមែនទេ
យើងស្គាល់គ្នាដែរមិនស្គាល់ទេតែយើងនឹងបានស្គាល់គ្នាលឿនស្ដាប់ឲ្យបានច្បាស់ណាខ្ញុំគឺគូដណ្ដឹងរបស់បងពើទូបានលឺមកថានាងជាស្រីអាលៀមខ្លាំងណាស់មានវិជាស្ត្រីរាប់ចំពោះដើម្បីបោកប្រាស់បងពើទូការប៉ັດណាគ្រាន់តែជាស្រីមេម៉ាយទើបតែបង្កើតកូនដែលបានបោកប្រាស់គូដណ្ដឹងរបស់យើងខ្ញុំនេះបោកប្រាស់គេមាននិយាយលេងសាច់មែនទេកុំធ្វើដូចជាមិនដឹងអីគេមិនបានមកគុកកំណត់យើងតែគេទៅផ្ទះនាងរាល់ថ្ងៃដំបងគេជាអ្នកតាមញ៉ាយខ្ញុំមិនដឹងថាគេមានគូដណ្ដឹងទេអញ្ចឹងនៅមិនតាន់យឺតពេកទេនាងត្រូវតែដឹងឲ្យហើយខ្ញុំសូមបញ្ជានាងនៅឆ្ងាយពីគេខ្ញុំមិនអាចធ្វើបានទេព្រោះគេជាពេទ្យប្រចាំកូនស្រីខ្ញុំមិនអាចបញ្ឈប់ការតែតងគេទេចង់បានលុយមែនទេយើងមានលុយច្រើនណាស់ចង់បានប្រមាណឆាមនុស្សស្រីដូចនាងពិតជាលោកខ្លាំងណាស់កុំឲ្យបងពើទូត្រូវនាងបោកបានអត្តសញ្ញាណពិតនាងគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់ នាងមានសិទ្ធិអីមកកាត់សេចក្តីគេ ម្នាក់ទៀតហើយយើងពិតជាចង់ឲ្យគូដណ្ដឹងយើងដឹងណាថានាងតាក់ទងអ្នកណាទៀតអញគឺស្រីពេទ្យស្រីសាវ៉ាច្បាស់ នាង ណា ហៅ ស់ ណាថាស្រីពេទ្យានាងហៅណាថាស្រីពេទ្យា កុំធ្វើឲ្យនាងខ្លាចនាងជាគូដណ្ដឹងរបស់ពើទូនាងនៅក្មេងណាស់នាងខ្លាចហើយហ៎ជួបគ្នាលើកដំបូងនាងក៏ខ្លាចហើយមែនទេ បើទូមានគូដណ្ដឹងហើយមានន័យថាម៉េច នាងមកធ្វើស្អី ខ្ញុំគ្រាន់តែឆ្លងកាត់តែប៉ុណ្ណោះខ្ញុំឆ្លងកាត់ទេ បើទូខ្ញុំវាតម្លៃឲ្យនេះខ្ពស់មែនខ្ញុំគិតថាលោកស្រឡាញ់វ៉ាន់វ៉ាន់ដោយចិត្តស្មោះតែមិននឹកស្មានថាគូដណ្ដឹងមកធ្វើឲ្យវ៉ាន់វ៉ាន់លក់មុខ នាងមិនមែនជាគូដណ្ដឹងខ្ញុំទេនាងជាប្អូនស្រីខ្ញុំតែប៉ុណ្ណោះនាងនៅក្មេងធ្វើអីមិនទាន់ចេះគិតបានហើយឆាប់សុំទោសបងទៅពីអ្នកនេះទៅ ខ្ញុំមិនធ្វើទេខ្ញុំមិនបានធ្វើអីខុសទេ បានតែធ្វើខ្លួនបែបនេះទៀតខ្ញុំនឹងនាំនាងត្រឡប់ទៅផ្ទះវិញ ក៏បានបងនៅពួកគេនាំគ្នាធ្វើបាបខ្ញុំស្អប់បងខ្លាំងណាស់ សុំទោសណានាងនៅក្មេងធ្វើអីមិនចេះគិត មិនអីទេទៅមើលនាងទៅ បាន បានហើយខ្ញុំនាំនាងត្រឡប់ទៅវិញ មិនរំខានទេខ្ញុំជិះតាក់ស៊ីទៅវិញបានហើយ នាងមិនខឹងគេទេដែលគេធ្វើបែបនេះដាក់នាងគេបោះបង់នាងទៅរកស្រីផ្សេងខ្ញុំប្រាប់នាងទៅចោះគេមិនល្អគ្រប់គ្រាន់សម្រាប់នាងទេ បើយកតាមពាក្យសម្ដីរបស់លោកអ្នកដែលស័ក្តិសមជាមួយខ្ញុំតិចបំផុតគឺជាលោកអេចប់ឡានឲ្យលើឡើង នេះជារបស់លេងរបស់ក្មេងៗនាងចូលចិត្តមែនទេ ខ្ញុំក៏ធ្លាប់ចូលចិត្តដូចគ្នាតែលោកមិនដែលដឹងរឿងនេះទេ បើអញ្ចឹងខ្ញុំសួរនាងតើនាងចូលចិត្តអ្វីទៀតទេកែប្រែទៅអនាគតខ្ញុំនឹងទិញឲ្យនាងគ្រប់យ៉ាង លោកជាចូលលោកកាត់អីហ្នឹងលោកមកចាប់អារម្មណ៍ខ្ញុំធ្វើអីលោកគួរតែទៅមើលថែកូនខ្លួនឯងទេ ខ្ញុំប្រាប់នាងហើយតាថាកូនរបស់ស៊ូស៊ីសៀវមិនជាកូនរបស់ខ្ញុំទេ គេក៏ហក់ខ្ញុំ ខ្ញុំមិនដែលក្បត់នាងហើយខ្ញុំក៏មិនដែលមានអ្វីជាមួយនឹងគេទេ អូគេក៏ហក់ខ្ញុំហើយលោកក៏ចាប់បាន ខ្ញុំដឹងទាំងអស់រឿងដែលបានកើតឡើងកាលពីមុនគឺជាស្នាដៃរបស់គេទាំងអស់ដំបូងគេតាក់ទងទៅរកហេកហើយក្រោយមកគេក៏បានជឿចូលក្នុងបញ្ជីរបស់នាង នាងដឹងមែនទេហ៎ហេតុអីក៏នាងមិនប្រុងប្រយ័ត្នប្រាប់ខ្ញុំ បាទខ្ញុំនិយាយឲ្យលោកជឿពួកយើងដាក់មកដល់ចំណុចនេះបានចឹងម៉េចថែមទាំងគេធ្លាប់មានកូនលោកទៀតទោះបីគេធ្វើអីក៏លោកមិនប៉ះពាល់គេដែរ នាងមិនព្រមប្រាប់ខ្ញុំនាងដឹងទេថាខ្ញុំមិនព្រមជឿខ្ញុំណាថាខ្ញុំឈប់នៅក្បែរនាងនាងគឺខុសពីអ្នកដទៃខ្ញុំនៅខាងនាងហើយខ្ញុំនឹងរកចិត្តធម៌ឲ្យនាងណា យល់ព្រមអញ្ចឹងបណ្ដឹងនាងចេញពីត្រកូលលូទៅវិសន្យាឯធ្វើមិនបានកុំនិយាយទៀតអី ខ្ញុំប្រកាសជាធ្វើបាន លោកនិយាយអីហ្នឹង បាននេះត្រូវការខ្ញុំអាចធ្វើឲ្យនាងបានខ្ញុំបង្ហាញចិត្តស្មោះរបស់ខ្ញុំឲ្យនាងបានឃើញ កូនសម្លាញ់អង្គុយត្រង់នេះសិនទេវ៉ាវនេះជាផ្ទះថ្មីរបស់ពួកយើងមែនទេត្រូវហើយក្រោយពីកូនជាសះស្បើយហើយនោះយើងនឹងរើទៅនៅផ្ទះធំជាងនេះល្អទេតាណាណាមានម៉ាក់ណាជាមួយខ្ញុំនៅកន្លែងណាក៏បានល្អខ្លាំងណាស់កូនសម្លាញ់ម៉ាក់បានទិញរបស់ដែលកូនចូលចិត្តមកទៀតផងចាំតិចណាតែនវ៉ាវកូនអាស្រឡាញ់ខ្លាំងណាស់ចូលចិត្តណាស់ម៉ាក់បើចូលចិត្តកូនអង្គុយលេងនៅកន្លែងនេះទៅណាម៉ាក់ទៅធ្វើម្ហូបសិនលោកប៉ាសង្ហានតា លោកប្រធានលោកមកមើលអ្នកស្រីរាល់ថ្ងៃនៅទីនេះហើយអ្នកស្រីមិនដឹងខ្លួនវាគ្មានប្រយោជន៍ទេ នេះគឺលោកប៉ាសង្ហាននោះមែនទេ អេក្មេងតូចមកធ្វើស្អីទីនេះមកប្រទេសចិនវិញហ៎ ចាត្រូវហើយម៉ាក់នាំខ្ញុំមកវិញដើម្បីនាំទៅរកប៉ាពេលនេះពួកយើងសម្រាប់នៅត្រង់នោះ អូហូចាច់ដន់មែនពួកយើងនេះចិត្តគ្នាតាក្មេងតូចពេលនេះក្មួយមានប៉ាហើយកុំហៅអ៊ំថាប៉ាទៀតណាជប់ហៅទៅណា លោកប៉ាសង្ហាមករកខ្ញុំមែនទេជាសុភមមែនទេតែដឹងថាជឿចិនហើយណានេះគាត់អាចស្រឡាញ់ណាស់ម៉ាក់ជឿតែងឲ្យជឿស្រឡាញ់ខ្លាំងណាស់ លោកប្រធានលោកក្មេងម្នាក់នេះត្រូវជាអ្វីនៅលោកមិនក៏ដូចលោកខ្លាំងម្ល៉េះជាកូនអត់ខាន់ស្លារបស់លោកមែនទេ នេះគឺនេះគឺក្មេងតូច
ប្រាប់អ៊ំតិចមកម៉ាក់ឈ្មោះអី ជឺ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 ហ៎ជឺ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 ជួបគ្នាពេលក្រោយណាបាយបាយជឺ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 កូនតាណានឹងមិនគោរពប្រដេកដាំងចឹងបើបង្វែងឲ្យម៉ាក់ធ្វើម៉េចខ្ញុំមិនលែងឈ្មោះលោកប៉ាសុវត្ថិភាពខ្លាំងណាស់ហើយអ្នកដទៃប៉ាទៀតហើយធ្វើបែបនេះមិនមានសុវត្ថិភាពទេបើជួបមនុស្សមិនល្អគិតចឹងមិនទេប៉ាម្នាក់នេះប្រកាសជាមនុស្សល្អខ្លាំងណាស់ចាំមិននៅលើមកគេសរសេរពាក្យថាមនុស្សល្អមែនទេតែបានកូនជឿជាក់ដល់ថ្នាក់ហ្នឹងអបាញ់មានគេនិយាយអីជាមួយកូនមិននេះគេសួរខ្ញុំថាម៉ាក់ខ្ញុំឈ្មោះអីហើយកូនប្រាប់គេថាម៉េចខ្ញុំប្រាប់ថាម៉ាក់ខ្ញុំហៅម៉ាក់បើមិនឲ្យហៅម៉ាក់ឲ្យហៅអីទៅពិតជាមិនដឹងអីមែនកូននេះម៉ាក់ខ្លួនឯងឈ្មោះអីក៏មិនដឹងតទៅវិញតែញ៉ាំបាយម៉ាក់ត្រូវប្រញាប់ចាត់ការរឿងទីពេទ្យស្អែកនេះទៀតផងយេទៅផ្ទះវិញដល់ពេលញ៉ាំបាយហើយថាម៉េចស្រីម្នាក់នឹងនាំក្មេងត្រឡប់មកទីនេះវិញហ៎ត្រូវហើយបានលើថាគេចូលមន្ទីរពេទ្យគេប្រកាសជាឈឺមិនខានទេបើឲ្យខ្ញុំស្មានពួកគេប្រហែលជាគ្មានលុយបង់ថ្លៃមន្ទីរពេទ្យនោះទេទើបបានជាគេត្រឡប់មកវិញនោះមិនអាចទៅរួចទេខ្ញុំចិត្តនឹងបានគ្រប់យ៉ាងដែលខ្ញុំត្រូវការហើយតែកូនលោកមិនគួរដឹងការមានរូបរាងរបស់ក្មេងនេះទេមិនអញ្ចឹងពួកគេនឹងបានរៀបការជាមួយគ្នាម្ដងទៀតនឹងខានហើយពួកយើងគួរតែធ្វើយ៉ាងម៉េចទៅកូនរបស់នាងក៏ចាប់ផ្ដើមធំហើយទៅសម្រាប់វាចោលទៅមិនអាចទាំងកូនទៅមុនដល់ថ្ងៃរៀបការត្រូវតែបោះសម្អាតឲ្យបានស្អាតបានប៉ុន្តែកូនស្រីប៉ាចង់ចូលរួមពិធីរៀបការរបស់កូនមិនចាំបាច់បារម្ភទេប៉ាប្រុងប្រយ័ត្នមិនឲ្យអ្នកណាដឹងនោះទេមិនបានទេផែនការរបស់ខ្ញុំត្រូវតែគ្មានចន្លោះប៉ាមានតែធ្វើខ្ញុំក្តៅក្រហាយអ្នកបាក់ឡានជួយនាំខ្ញុំទៅទីពេទ្យសុជោចឹងឡាមកលោកប្រធានលោកគ្រប់យ៉ាងរួចរាល់ហើយពួកយើងគួរតែចេញដំណើរបានហើយពិធីរៀបការរបស់ត្រកូលលោកមិនក៏ស្ងាត់ឈឹងចឹងសំបីតែឈ្មោះកូនកុំកូនកន្លោះក៏គ្មានបងប្រុសនិងបងថ្លៃមិនមែនជារឿងល្អទេដឹងពួកគេប្រហែលជាខ្មាស់ហើយបានឮមកថាពួកគេមានកូនជាមួយគ្នាហើយមិនធ្លាក់ទៅលើអ្នកដទៃតតែសោះណាហេតុអីលោកជ័យនៅមិនតមកទៀតតាំងចិត្តធ្វើខ្ញុំលក់មុខនឹងអ្នកដទៃមែនទេស៊ីលោកជ័យមកមិនមែនជារឿងសំខាន់ទេការរៀបការរបស់លោកប្រុសទី2ទៅវិញទេលោកប្រុសទី2ទៅសំខាន់ណាប៉ាត់មែនហើយខ្ញុំត្រូវការតែលោកប្រុសទី2ត្រូវហើយមានតែលោកប្រុសទី2ទេបានហើយទោះបីជាលោកប្រុសទី2គ្មានកែខ្មាស់តែគេក៏ធ្វើដើម្បីឯងស៊ីគេពិតជាស្រឡាញ់ឯងមែនខ្ញុំនេះចំណែនខ្លាំងណាស់លូអរគុណណាមានតែឯងប៉ុណ្ណោះដែលនៅក្បែរខ្ញុំចាំខ្ញុំសិនណាចាំពេលដែលខ្ញុំបាននៅក្បែរលោកប្រុសទី2យើងនឹងឲ្យឯងគ្រប់យ៉ាងហើយឯងនេះចិត្តល្អណាស់ស៊ីការរៀបការថ្ងៃនេះសូមអញ្ជើញកូនកំមចាប់ពីថ្ងៃនេះទៅខ្ញុំគឺជាលោកស្រីលូដែលស្របច្បាប់ហើយធ្វើបានហើយទោះបីពិធីរៀបការនេះអន់កម្រិតណាក្រោយពេលខ្ញុំបង្កើតកូននេះមកគ្រប់យ៉ាងរបស់តកូនលូមិនយូរមិនឆាប់ខ្លាចជារបស់ខ្ញុំហើយជាជោខ្ញុំមកដល់ហើយនេះលោកជាអ្នកណាហ្នឹងហើយណាជាជោណែណាជាជោគេមិនមែនជាខ្មោចទេគេជាប៉ាកូនរបស់នាងតាហើយក៏ជាកូនកំណោះរបស់នាងហើយណាជាជោណែណាជាជោគេមិនមែនជាខ្មោចទេគេជាប៉ាកូនរបស់នាងតាហើយក៏ជាកូនកំឡោះរបស់នាងអូយស្លាប់ហើយតានេះមានរឿងស្អីនេះកូនកំឡោះនោះជាណាស់លោកប្រុសទី2មិនមែនជាកូនកំឡោះកូនក៏មិនមែនជាកូនរបស់លោកប្រុសទី2ជាជោនេះមិនមែនជារឿងគួរអសនាទេណាលោកគឺជាឪពុកកូនរបស់ខ្ញុំហើយកូនកំឡោះគឺជាលោកកុំលេងកំ pl ាញជាមួយខ្ញុំបែបនេះវាមិនមែនជារឿងគួរអសនាទេណានាងគិតថាយើងធ្វើលេងមែនទេយើងប្រាប់នាងហើយថាគេគឺជាឪពុករបស់ក្មេងហើយគេទទួលខុសត្រូវគ្រប់យ៉ាងពេលនេះខ្ញុំរកគេឃើញហើយរឿងគ្រប់យ៉ាងទុកឲ្យគេទទួលខុសត្រូវការផ្សំគុំជីវិតគូរបស់នាងខ្ញុំពិតជាព្យាយាមខ្លាំងណាស់នេះជារបាយការណ៍នេះគឺជាថាពិចារណាខ្លួនឯងទៅជាជោខ្ញុំខុសហើយដោះលែងខ្ញុំទៅណាព្រោះខ្ញុំស្រឡាញ់លោកខ្លាំងពេកតែបានជាខ្ញុំធ្វើបែបហ្នឹងការប៉ັດលោកដោះលែងខ្ញុំទៅខ្ញុំលែងត្រូវការកូននឹងហើយខ្ញុំក៏លែងចង់ការជាមួយលោកដែរអភ័យទោសខ្ញុំផងជាជោបាននាងជាម្ដាយកូនខ្ញុំត្រូវរៀបការជាមួយនាងហើយជាមានកូនជាមួយគ្នាមិនបាច់បារម្ភទេខ្ញុំទទួលខុសត្រូវពេញតែហ្មងនេះលោកគិតថាខ្លួនឯងជាអ្នកណាចឹងទៅជាជោខ្ញុំទុកផ្លូវពីអស់នេះជឿទី1យើងរៀបការជាមួយគេហើយគ្រួសារលូនៅតែជាគ្រួសាររបស់នាងជំរឿនទី2យើងឲ្យលុយនាងហើយចាប់ពីនេះតទៅបំណុលទាំងអស់របស់យើងរួចគ្នាទាំងអស់សងអស់មែនទេលោកជាជោលោកធ្វើងាយណាស់ហេលោកជាមនុស្សរមើលគុណតែថាមែនទេថាអ្នកណាធ្លាប់ជួយជីវិតលោកលើខ្ញុំជាអ្នកដាក់លោកនៅលើខ្នងសែងលោកអស់ពេញមួយយប់លោកភ្លេចហើយមែនទេបើមិនមែនដោយសារខ្ញុំលោកគ្មានជីវិតបានមកដល់សប្តាហ៍ថ្ងៃនេះទេខ្ញុំឲ្យជីវិតដើម្បីជួយលោកហេតុអីក៏លោកធ្វើបែបនេះដាក់ខ្ញុំ
បើសិនជាខ្ញុំភ្លេចអញ្ចឹងរយៈពេល20ឆ្នាំនេះអ្នកណាធ្វើអានេះមានបាន20ឆ្នាំ20ឆ្នាំវាមិនយូរទេខ្ញុំប្រាប់លោកចុះមួយជីវិតនេះក៏លោកសងខ្ញុំមិនអត់ដែរ ខ្ញុំជាអ្នកជំពាក់ជីវិតនាងហើយចុះរឿងការឡើងចំពោះវ៉ាន់អ្នកណាជាអ្នកធ្វើ វ៉ាន់អូលោកដឹងរឿងទាំងអស់នេះហើយហ៎អ្វីដែលលោកធ្វើថ្ងៃនេះគឺដើម្បីនាងមែនទេ ខ្ញុំឲ្យឱកាសនេះជាលើកចុងក្រោយនាងត្រូវតែរៀបការជាមួយគេ ហេតុអីក៏ដល់ថ្នាក់ហ្នឹងណោះដល់ថ្នាក់ទៅផ្សំមេជីវិតដើម្បីចង់ការជាមួយនឹងប្រុសម្នាក់មែន លោក ទេ កញ្ចឹងនោះតទៅវិញបានលោកជាចូលលោកជាអ្នកបង្ខំឲ្យខ្ញុំធ្វើបែបនេះខ្ញុំប្រាប់ការពិតទៅចុះណាពេលនេះវ៉ាន់របស់លោកនិងកូនស្រីដែលលោកមិនដែលបានឃើញនៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំនឹងសម្រាប់វាទាំងពីរនេះ នាងនិយាយថាម៉េចសារនិយាយម្ដងទៀតធ្វើនាងថាយ៉ាងម៉េចហ៎ អាល្ងងនាងបានឲ្យកំណត់កូនស្រីឯងពេលនេះអាយុ3ឆ្នាំហើយឯងមិនដែលដឹងតតែសោះមែនទេ ហេតុអីក៏នេះមិនប្រាប់ខ្ញុំសោះអញ្ចឹង ហេតុអីគេចាំបាច់ប្រាប់លោកធ្វើឲ្យគេឈឺចាប់ដល់ថ្នាក់ហ្នឹងវាក៏ត្រូវតែខ្ញុំត្រូវធ្វើបាបគេដែរតែបើប្រៀបគ្នាហើយនោះលោកល្អជាងខ្ញុំកម្រិតណាហ៎សាក់គិតមើលទៅស្រីមេម៉ាចិញ្ចឹមកូនតែម្នាក់ឯងនៅក្រៅប្រទេសអស់រយៈពេល4ឆ្នាំពិតជាអស្ចារ្យខ្លាំងណាស់លោកមិនគិតបែបហ្នឹងទេហ៎ពិតជាគួរឲ្យឈឺចិត្តខ្លាំងណាស់ហើយលោកលូជាងចុងនៅចង់បានប្រពន្ធហើយនឹងកូនដ៏គួរឲ្យស្រឡាញ់នោះទៀតទេវាយឺតពេលហើយលោកមិនជឿខ្ញុំមែនទេអញ្ចឹងសាក់តែទៅសួរទៅចាប់មើលថាអ្វីដែលយើងនិយាយនេះជាការពិតឬខ្លាំងសូមអភ័យទោសលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅមិនអាចទាក់ទងបានទេនៅពេលនេះជឺឈ្មោះក្មេងម្នាក់ហ្នឹងដូចជាឈ្មោះជឺលោកជឿខ្ញុំហើយនៅពេលនេះពួកគេកំពុងតែមានក្តីសុខជាមួយគ្នាពេលនេះលោកព្រមជឿខ្ញុំហើយមែនទេចង់តែនិយាយជាមួយខ្ញុំតែពីរនាក់ទេបានលោកសូមអង្វរខ្ញុំប្រហែលជា នៅចោលខ្ញុំរៀបការទៀតពេញចិត្តខ្លាំងណាស់ ឆាប់បោះក្បាលទៅវិញទៅ សូមទោសអ្នកគ្រប់គ្នាថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអ្នកគ្រប់គ្នាត្រឡប់ទៅវិញចុះនិយាយមកនាងត្រូវការអ្វី យើងចង់បានទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលលូទេមកដាក់ឈ្មោះរបស់យើងចាំមិនដែរទ្រព្យសម្បត្តិទាំងអស់ដូចជាមួយនឹង3ជីវិតរបស់ត្រកូលលូលក្ខខណ្ឌនេះល្អដែរ ខ្ញុំអាចសម្រេចជំនួសបងប្រុសរបស់ខ្ញុំបានទេខ្ញុំអាចឲ្យនាងគ្រប់យ៉ាងបានយ៉ាងម៉េច យើងមិនខ្វល់ទេថាលោកធ្វើយ៉ាងម៉េចបើលោកមិនព្រមធ្វើតាមអ្វីដែលយើងបញ្ជាអញ្ចឹងក៏រើសទៅក្មេងឬមនុស្សធំរើសទៅថាឲ្យអ្នកណាស្លាប់មុនយើងនឹងទុកផ្លូវពីរឲ្យរើសជួយម្ដាយឬជួយកូនមើលទៅជំរឿសនេះលោកចង់ឲ្យខ្ញុំជួយមែនទេនាងមិនអាចជួយអ្នកណាបានទេស៊ូស៊ីស៊ីមើលទៅយើងដូចជាមិនដល់ពេលល្មមប៉ាឯងចង់មកចូលរួមពិធីរៀបការតែបានជាយើងនាំមកជាមួយ វ៉ាន់ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលនាងមានសមត្ថភាពកូនប្រុសរបស់ប៉ាកូនរងទុក្ខខ្លាំងណាស់ លោកពិតជាប៉ារបស់ខ្ញុំពិតមែនស៊ូស៊ីស៊ីនាងប្រហែលជាមិនគិតមែនទេថាបលីសង្ស័យនាងយូរហើយតែបញ្ហាគឺគ្មានផតតាំងតែពេលនេះនាងអាចជន់ប្រាក់ឲ្យខ្លួនឯងហើយស៊ូស៊ីស៊ីដល់ពេលនេះទទួលកម្មហើយយើងមិនដឹងទេថាឯងកំពុងនិយាយអីមនុស្សម្នាក់នេះយើងមិនដែលស្គាល់ទេរឿងដែលនាងនិយាយដល់ក៏យើងមិនដែលដឹងដែរមនុស្សកំសាមិនគេទទួលស្គាល់សូម្បីតែពុកបង្កើតខ្លួនឯងគេធ្វើកំហុសច្រើនក៏ដើម្បីនាងចង់ធ្វើបែបនេះចំពោះគេពិតមែន ហើយពីប្រមូលផតតាំងនឹងសួរចម្លើយការត្រួតពិនិត្យបានឃើញថាលោកចិនមានការចាប់ចម្រិតខ្លួនជាច្រើនករណីហើយមានការសង្ស័យខ្លាំងណាស់រឿងក្តីកាលពី20ឆ្នាំមុនបទល្មើសចាប់ចម្រិតមនុស្សតកូលលូ គឺជាឯង20ឆ្នាំកន្លងផុតហើយយើងរកគ្រប់វិធីដើម្បីកម្ចាត់ឯង គេគឺជាឪពុកម្ដាយរបស់ស៊ូស៊ីស៊ីអាចជួយលោកបានតែដែលនាងចុះក្នុងជីវិត នាងជួយខ្ញុំគឺដើម្បីឲ្យខ្ញុំជំពាក់គុណនាងតា មិនមែនបែបនេះទេស្ដាប់ខ្ញុំនិយាយសិនយានចូល នាងជាមនុស្សគ្មានកិច្ចខ្មាស់នាងឈួតបើមិនមែនដោយសារតែឯងជាធ្វើបានសម្រេចបាត់ទៅហើយមីក្មេងឈួតឯងធ្វើឲ្យខាងនេះរបស់ជើងខុសពេញហ្នឹងឯងហ៊ានចំទាស់បញ្ជារបស់ជើងមកជួយក្មេងឈួតម្នាក់នេះហើយពេលនេះឯងបែរជាជីវិតយ៉ាងសុខស្រួលឲ្យជើងលំបាកនៅខាងក្រៅម្នាក់ឯងយើងនឹងសម្លាប់ឯងឲ្យងាប់ពីក្មេងឈួត ប៉ាខ្ញុំគ្រាន់តែមិនចង់ឲ្យប៉ាសាងអំពើអាក្រក់បន្តទៀត ឯងចេញមកទៅជួយត្រកូលលូយើងនឹងឲ្យឯងសងមកវិញ ទោះបីគេមិនមែនជាមនុស្សល្អតែគេក៏ជាប៉ាល្អរឿងមកដល់ចំណុចនេះហើយគេនឹងចង់ទទួលកំហុសទាំងអស់នេះម្នាក់ឯងទៀតឲ្យលោកសងគុណកូនស្រីគេការពារកូនស្រីគេ តែគេសម្លាញ់ពិតជាអន់ណាស់ បើស៊ូស៊ីស៊ីត្រូវមិនដឹងចឹងត្រកូលលូនឹងត្រូវគេរិះគន់ថាជាមនុស្សរមិលគុណនឹងមិនតាន់មានផតតាំងចាប់នេះពេលនេះទេ ខ្ញុំមានផតតាំងគឺមានផតតាំងដ៏ល្អបំផុត បងជាងឈួន បងធំ ទេវតាមានភ្នែកទីបំផុតបងក៏ដឹងខ្លួនហើយខ្ញុំរងចាំថ្ងៃនេះយូរហើយ បងត្រឡប់មកវិញហើយ រឿងនេះចាំនិយាយគ្នាពេលក្រោយយើងទើបតែដឹងខ្លួនប្រាប់លោកយាយថាមានរឿងចង់និយាយជាមួយឯងទើបបានជាគាត់ជួនជើងមកទីនេះ
ពេលនេះដល់ពេលដែលតកូលលូយើងសម្អាតផ្ទះចេញហើយ លោកបលីខ្ញុំដាក់ពាក្យបណ្ដឹងស៊ូសៀវហើយនឹងស៊ូចិនរួមកំណត់គ្នាខ្ញុំមានផតតាំងទាំងនេះគឺជាផែនការរបស់ពួកនាងយើងបានលើកអស់ហើយបាត់ល្មើសចាប់ចំណិតខ្លួនលើកនេះក៏ព្រោះតែពួកនាងដូចគ្នាតែមានកំណត់ចង់បោកប្រាស់តកូលលូ យានឈូនខ្ញុំពិតជាខុសហើយខ្ញុំសុំស្បាត់ខ្ញុំគ្មានចេតនាអាក្រក់ទេខ្ញុំច្នៃពួកលោកខ្លាំងណាស់ខ្ញុំច្នៃនឹងជីវិតរបស់ពួកលោកនេះគឺជាហេតុផលដែលខ្ញុំជាយាមចង់ចូលមកចិត្តលោកខ្ញុំដឹងថាខ្ញុំខុសហើយខ្ញុំនឹងមិនធ្វើវាទៀតទេយានឈូនអភ័យទោសខ្ញុំផងលោកប្រមអភ័យទោសខ្ញុំតែណា សៀវខុសគឺខុសខ្ញុំនឹងនាំនាងទៅប្រគល់ខ្លួន យានឈូនអត់ទេណាខ្ញុំមិនចង់ទៅប្រគល់ខ្លួនទេបើខ្ញុំទៅប្រគល់ខ្លួនជីវិតខ្ញុំប្រកាសជារលាយលោកស្លាញ់ខ្ញុំថ្នាក់នឹងលោកប្រហែលជាមិនអាចឲ្យជីវិតខ្ញុំរលាយទាំងបែបនេះទេមែនទេយានឈូន សៀវព្រោះតែខ្ញុំស្រឡាញ់នាងទើបបានជាខ្ញុំឲ្យនាងប្រគល់ខ្លួនខ្ញុំនឹងរងចាំនាងពេលចេញមកក្រៅវិញ យានឈូនតឡងមកលោកធ្វើល្អចំពោះខ្ញុំខ្លាំងណាស់លោកនឹងទៅជាមួយខ្ញុំដែរទេ បានខ្ញុំនឹងទៅជាមួយនាងពួកយើងទៅជាមួយគ្នាទៅ ហេតុអីលោកមិនព្រមទៅមុនខ្ញុំនឹងអរគុណលោកខ្លាំងណាស់ ស៊ូសៀនាងមានស្អីនិយាយទៀតទេ ខ្ញុំមិនបានតាំងចិត្តទេខ្ញុំពិតជាមិនបានតាំងចិត្តទេថ្ងៃនឹងដោយសារខ្ញុំខ្លាចខ្លាំងពេកប៉ិតមែនណាគឺជាការប៉ិតខ្ញុំធ្លាប់គិតថាដោយសារនាងល្មូពេកតែពេលនេះខ្ញុំយល់ហើយនាងជាមនុស្សអាក្រក់ដែលគ្មានហេតុផលអ្វីទាំងអស់ ឈប់ទៅកុំធ្វើបាបនាងវាជាកំណត់របស់ខ្ញុំទាំងអស់ទេកុំធ្វើបាបនាងទង្វើរបស់នាងមិនគឺខុសគ្នាខ្លាំងណាស់លោកបលីនេះអាចពិសោធន៍បានថាពួកគេពាក់ព័ន្ធគ្នាមែននាងក៏ហក់រឿងនេះចាត់ទុកថាជារឿងសំខាន់ខ្លាំងណាស់សូមជើញអ្នកគ្រប់គ្នាទៅជាមួយខ្ញុំផងពួកយើងនឹងបានដំណើរការរឿងផ្ទៃនេះបន្តរកភាពយុត្តិធម៌ឲ្យគ្រប់គ្នា អត់ទេណាអត់ទេប៉ាកុំខកចិត្តអីលើកនេះមនុស្សអាក្រក់ជាប់គុកអស់ហើយ ប៉ាកំពុងតែខូចចិត្តរឿងកូននិងម៉ាក់របស់កូន ជាមិនអីទេនាងធំហើយនាងដឹងថាគួរតែចាត់ការរឿងនេះយ៉ាងម៉េចពួកយើងទៅវិញទៅចាំពេលនេះទៅជើចង់ទៅលេងជាមួយក្មេងធម្មតាចង់ទៅលេងសួនកំសាន្តចង់ញ៉ាំការ៉េមហើយចង់លេងស្លាយដើរមកកាត់ថាល្អទេល្អខ្លាំងណាស់ចាំពេលកូនវាកាត់រួចហើយកូនចង់ធ្វើអីពួកយើងនឹងឲ្យទាំងអស់យល់ព្រមទេ ជឿ លោកយាយទូតនឹងល្អមកហើយមានតែខ្ញុំដែរទេចៅទូតសម្លាញ់របស់យាយដាក់មួយប្រយ័ត្នដួលណាតែធ្វើមិនទៅប្រយ័ត្នធ្វើយាយទូតខូចចិត្ត បងជីមឈូនឃើញបងជាបែបនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំង មែនហើយខ្ញុំក៏មិនជឿថាខ្លួនឯងជាលឿនដល់ថ្នាក់នេះខ្ញុំអាចបើកឡានដោយខ្លួនឯងហើយក៏នាំលោកយាយមកទីនេះមករកនាងខ្ញុំបានកក់ហាងអាហាររួចហើយយើងទៅញ៉ាំជាមួយគ្នាទៅ យើងទៅញ៉ាំបាយទៅជើចង់ញ៉ាំក្តាមជាចង់ញ៉ាំក្តាមជាចៅទូតសម្លាញ់ចិត្តយើងចឹងយាយតាមចិត្តចៅទាំងអស់ណាប៉ានៅធ្វើអីបញ្ញាប់ចេញមកជឿចៅកុំចាប់អារម្មណ៍មនុស្សល្ងងម្នាក់នឹងអីឲ្យគេនៅម្នាក់ឯងទៅលោកយាយទៅញ៉ាំជុំគ្នាទៅខ្ញុំលើកតោឲ្យគេយូរហើយគេបរិច្ចាគគួរចាំក្នុងអាជីពខ្ញុំពិតជាអរគុណគេខ្លាំងណាស់អញ្ចឹងមានន័យថាទាំងពីរអ្នកនឹងមានឱកាសមែនទេលោកយាយខ្ញុំគិតថាពេលនេះតំណែងរបស់យើងបែបនេះល្អបំផុតហើយយល់ពីគ្នាហើយមានភាពអត់ធ្មត់រួមគ្នាធ្វើគ្រប់យ៉ាងដើម្បីកូនចំណែកគ្រឿងដែលឈានទៅមួយជំហានទៀតនោះខ្ញុំគិតថាមិនបាច់ទេព្រះហើយនេះគឺជោគវាសនាគេប្រហែលគ្មានជោគវាសនាល្អបែបនឹងទៀតទេណាហើយចុះវ៉ាន់បើចៅគិតថាគ្រួសារយើងមិនស័ក្តិសមហើយចុះគ្រូពេទ្យពើចៅគិតយ៉ាងម៉េចគេធ្វើគ្រប់យ៉ាងដើម្បីចៅដើម្បីអភិវឌ្ឍការព្យាបាលមនុស្សបែបនេះពិបាករកណាលោកយាយពិតជាប្រកាន់និយាយដល់អ្នកដទៃមែនព្រះហើយយាយគ្រាន់តែសួរនាំតើរឿងចៅស្រីរបស់ខ្លួនឯងយាយចង់ដឹងតិចនឹងណាបានហើយឆាប់ទៅញ៉ាំក្តាមយៈគ្រួសារយើងមិនបានញ៉ាំបាយជុំគ្នាយូរហើយតោះយើង សូមអរគុណដល់ fan ទាំងអស់ដែលបានតាមដានទស្សនាតាំងពីភាគ1រហូតដល់ភាគបញ្ចប់